សួស្តីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយបន្តផ្ទាល់របស់ VOA នៅរាត្រីថ្ងៃសៅរ៍ទី16ខែកក្កដាឆ្នាំ2016នេះខ្ញុំលីម៉ូរីវ៉ាន់និងសហការីនៃក្រុមផ្សាយជាខេមរៈភាសាសូមស្វាគមន៍ប្រិយមិត្តអ្នកស្ដាប់ពីរដ្ឋធានី Washington ជាកិច្ចចាប់ផ្ដើមនាងហុងចិន្តានឹងជូនដើមរឿងព័ត៌មានសំខាន់ៗនៅរាត្រីនេះមន្ត្រីតួគីប្រកាសថាការប៉ុនប៉ងធ្វើរដ្ឋប្រហារត្រូវបានបង្ក្រាបប៉ូលីសបារាំងចាប់ខ្លួនជនសង្ស័យ3នាក់ដែលពាក់ព័ន្ធនឹងការវាយប្រហារនៅក្នុងទីក្រុងនីសហេតុការណ៍មួយចំនួនដែលកើតឡើងនៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសតួគីនៅក្នុងការផ្សាយរបស់ VOA នៅរាត្រីនេះយើងមានសេចក្តីរាយការណ៍អំពីអ្នកស្រាវជ្រាវនិងអ្នកវិភាគមើលឃើញថាការផ្លាស់ទីចេញទៅធ្វើការនៅប្រទេសជិតខាងរបស់ពលរដ្ឋខ្មែរថាជាការបាត់បង់កម្លាំងចលករស្នូលរបស់សេដ្ឋកិច្ចប្រទេសបទសម្ភាសន៍ជាមួយកញ្ញាស៊ូហ្សូលីដាអំពីសន្និសីទ Project Inspire Cambodia តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់សន្តិភាពបទសម្ភាសន៍ជាមួយលោកសេកកុសលអំពីសារមន្ទីរមរតកខ្មែរនៅទីក្រុង Saint Paul រដ្ឋ Minnesota ផ្ដល់កិត្តិយសដល់អតីតយុទ្ធជនខ្មែរឡាវម៉ងនិងម៉ុងតាញ៉ាដែលបានប្រយុទ្ធដើម្បីសេរីភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងសម័យសង្គ្រាមអំឡុងទសវត្សរ៍1960លោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍បទសម្ភាសន៍និងសេចក្តីរាយការណ៍មួយចំនួនទៀតក្រោយព័ត៌មានអន្តរជាតិដែលផ្សាយផ្ទាល់ដោយនាងហុងចិន្តាសូមអញ្ជើញចិន្តាចាសសូមអរគុណអ្នកស្រីម៉ូរីវ៉ាន់លោកប្រធានាធិបតីតួគី Recep Tayyip Erdogan បានធានាជាថ្មីឡើងវិញថាលោកជាអ្នកកាន់អំណាចក្នុងប្រទេសតួគីហើយការប៉ុនប៉ងធ្វើរដ្ឋប្រហារដោយសមាជិករបស់យោធាមួយចំនួនបានបញ្ចប់ហើយក៏ប៉ុន្តែសម្លេងគ្រាប់បែកផ្ទុះនិងស្នូរកំភ្លើងនៅតែបន្តឮសូរនៅទូទាំងរដ្ឋធានីអង្ការ៉ានិងទីក្រុងអ៊ីស្តង់ប៊ុលរហូតដល់ព្រឹកថ្ងៃសៅរ៍នេះហើយគេនៅមិនទាន់ច្បាស់នៅឡើយទេថានរណាជាអ្នកគ្រប់គ្រងទីស្នាក់ការយោធានៅក្នុងរដ្ឋធានីអង្ការ៉ាលោកនាយករដ្ឋមន្ត្រី Binali Yildirim បានថ្លែងសន្ទរកថាកាលពីរសៀលថ្ងៃសៅរ៍នៅម៉ោងនៅក្នុងប្រទេសដោយបានហៅរាត្រីនោះថាជាស្រមោលខ្មៅសម្រាប់ប្រទេសតួគីលោកបានមានប្រសាសន៍ថាឥឡូវនេះដំណាក់កាលទី1នៃហេតុការណ៍នេះបានមកដល់ទីបញ្ចប់ហើយដោយលោកបានបញ្ជាក់ថាសកម្មភាពដែលទាហាននិងមន្ត្រី2839នាក់បានធ្វើរដ្ឋប្រហារនឹងត្រូវទទួលទោសពេញលេញបច្ចុប្បន្ននេះទោសប្រហារជីវិតមិនត្រូវបានអនុញ្ញាតនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសតួគីនោះទេក៏ប៉ុន្តែលោកយីលឌ្រីមបានលើកឡើងថារដ្ឋាភិបាលប្រហែលជាស្វាស្វែងកែប្រែច្បាប់នេះចាប់តាំងពីសេចក្តីប្រកាសនេះបានចេញផ្សាយប្រយោគដែលថាខ្ញុំចង់ឲ្យមានទោសប្រហារជីវិតបានក្លាយជាប្រយោគពេញនិយមនៅលើបណ្ដាញសង្គម Twitter នៅក្នុងប្រទេសតួគីលោកអឺដូហ្គានបានជិះយន្តហោះទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលកាលពីព្រឹកថ្ងៃសៅរ៍នេះដោយបានថ្កោលទោសការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះថាជាសកម្មភាពក្បត់ជាតិដែលធ្វើឡើងដោយក្រុមដែលលោកបានពិពណ៌នាថាជាមន្ត្រីយោធាទុច្ចរិតលោកបានថ្លែងទៅកាន់វងមនុស្សដែលក្រវីទង់ជាតិតួគីនៅខាងក្រៅអាកាសយានដ្ឋាន Ataturk ក្នុងទីក្រុងអ៊ីស្តង់ប៊ុលថាពួកគេបានលើកកំភ្លើងរបស់ប្រជាពលរដ្ឋភ្ជង់ប្រជាពលរដ្ឋខ្លួនឯងរដ្ឋាភិបាលដែលទទួលបានអំណាចដោយសារប្រជាពលរដ្ឋបោះឆ្នោតឲ្យនេះគឺជាអ្នកគ្រប់គ្រងប្រទេសពួកគេនឹងមិនទទួលបានជ័យជំនះនោះទេដរាបណាយើងពួតដៃគ្នាប្រឆាំងនឹងពួកគេដោយប្រថុយនឹងអ្វីៗគ្រប់យ៉ាងនៅក្នុងសន្ទរកថាដែលផ្សាយតាមទូរទស្សន៍កាលពីមុននេះលោកអ៊ូមីតឌុនដាអគ្គសេនាធិការស្ដីទីបានកោតសរសើរអំពីសហប្រតិបត្តិការរបស់រដ្ឋាភិបាលនិងប្រជាពលរដ្ឋតួគីក៏ប៉ុន្តែលោកបានប្រមានថាសកម្មភាពរបស់ទាហានដែលបានធ្វើរដ្ឋប្រហារនេះនឹងមិនត្រូវអភ័យទោសឲ្យបានដោយងាយស្រួលនោះទេការិយាល័យរដ្ឋអាជ្ញាបារាំងបានឲ្យដឹងថាប៉ូលីសបានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់3នាក់នៅថ្ងៃសៅរ៍នេះដែលមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅក្នុងទីក្រុងនីសនៅក្នុងទិវាឯករាជ្យ Bastille Day ដែលបានសម្លាប់មនុស្សអស់ចំនួន84នាក់និងធ្វើឲ្យមនុស្សជាច្រើនអ្នកទៀតរងរបួសរដ្ឋអាជ្ញាមិនបានបញ្ចេញព័ត៌មានអ្វីផ្សេងទៀតពាក់ព័ន្ធនឹងការចាប់ខ្លួននេះនោះទេក្រមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវថាជាការវាយប្រហាររបស់ខ្លួនទីភ្នាក់ងារសារព័ត៌មានអាម៉ាក់ដែលជាបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់ក្រមរដ្ឋអ៊ីស្លាមបានផ្សាយថាអ្នកវាយប្រហាររូបនេះគឺជាទាហានរបស់ក្រមរដ្ឋអ៊ីស្លាម
ទីភ្នាក់ងារសារព័ត៌មាននេះបានដកស្រង់សម្ដីរបស់ប្រភពកងកម្លាំងសន្តិសុខដែលមិនបញ្ចេញឈ្មោះដែលថាអ្នកវាយប្រហាររូបនោះបានបើកការវាយប្រហារដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ក្រុមរដ្ឋអ៊ីស្លាមឲ្យធ្វើការវាយប្រហារទៅលើពលរដ្ឋនៃបណ្ដាប្រទេសដែលជាសមាជិករបស់ក្រុមសម្ព័ន្ធមិត្តដែលកំពុងតែវាយប្រយុទ្ធជាមួយនឹងក្រុមរដ្ឋអ៊ីស្លាមគេនៅមិនទាន់ច្បាស់នៅឡើយទេថាតើអ្នកវាយប្រហាររូបនោះមានជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងក្រុមសកម្មប្រយុទ្ធឬយ៉ាងណាដោយសារតែក្រុមរដ្ឋអ៊ីស្លាមនេះពេលខ្លះអះអាងទទួលខុសត្រូវលើការវាយប្រហារមួយចំនួនដែលធ្វើឡើងដោយបុគ្គលផ្សេងៗដែលមិនជាប់ពាក់ព័ន្ធជាមួយនឹងក្រុមរបស់ខ្លួនឡើយប្រទេសបារាំងបានចាប់ផ្ដើមកាន់ទុកទូទាំងប្រទេសចំនួន3ថ្ងៃនៅថ្ងៃសៅរ៍នេះបន្ទាប់ពីការវាយប្រហារបានកើតឡើងក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យឯករាជ្យជាតិនៅក្នុងទីក្រុងនីសកុមារចំនួន10នាក់គឺជាជនរងគ្រោះក្នុងចំណោមជនរងគ្រោះទាំង84នាក់ដែលបានស្លាប់បាត់បង់ជីវិតអស់លោកអ្នកនាងជាទីមេត្រីជាបន្តបន្ទាប់ទៅទៀតនេះ VOA មានសេចក្តីរាយការណ៍អំពីអ្នកស្រាវជ្រាវនិងអ្នកវិភាគមើលឃើញថាការផ្លាស់ទីចេញទៅធ្វើការនៅប្រទេសជិតខាងរបស់ពលរដ្ឋខ្មែរថាជាការបាត់បង់កម្លាំងចលករស្នូលរបស់សេដ្ឋកិច្ចប្រទេសបទសម្ភាសន៍ជាមួយកញ្ញាស៊ូហ្សូលីដាអំពីសន្និសីទ Project Inspire Cambodia ទូនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់សន្តិភាពបទសម្ភាសន៍ជាមួយលោកសេកកុសលអំពីសារមន្ទីរមរតកខ្មែរនៅទីក្រុង Saint Paul រដ្ឋ Minnesota ផ្ដល់កិត្តិយសដល់អតីតយុទ្ធជនខ្មែរឡាវម៉ុងនិងម៉ុងបញ្ញាដែលបានប្រយុទ្ធដើម្បីសេរីភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងសម័យសង្គ្រាមអំឡុងទសវត្សរ៍1960ហើយនៅក្នុងការផ្សាយ30នាទីចុងក្រោយរបស់យើងមានសេចក្តីរាយការណ៍អំពីរដ្ឋមន្ត្រីប្រទេសអេធីយ៉ូពីចង់ក្លាយជាអគ្គលេខាធិការអង្គការសុខភាពពិភពលោកដែលមានសញ្ជាតិជាអាហ្វ្រិកដំបូងគេបង្អស់អនុប្រធានាធិបតីប្រទេសសូដង់ខាងត្បូងបដិសេធរឿងដែលលោកជំទាស់នឹងតុលាការឧក្រិដ្ឋកម្មសង្គ្រាមហើយនឹងសេចក្តីរាយការណ៍ចុងក្រោយអំពីការរឹបអូសយកភ្លុកដំរីក្នុងប្រទេសកាមេរូនលាតត្រដាងឲ្យដឹងផ្លូវរត់ពន្ធតាមសមុទ្រអស់លោកអ្នកនាងកំពុងតែស្ដាប់ការផ្សាយបន្តផ្ទាល់របស់ VOA ពីរដ្ឋធានី Washington ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងមានការកើនឡើងហើយកម្ពុជាទទួលបានការវាយតម្លៃល្អពីសំណាក់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានាពលរដ្ឋខ្មែរជាច្រើននៅតែត្រូវបានគេមើលឃើញថាកំពុងធ្វើការផ្លាស់ទីចេញទៅធ្វើការនៅប្រទេសជិតខាងអ្នកស្រាវជ្រាវនិងអ្នកវិភាគបានមើលឃើញដំណើរចាកចេញនេះថាជាការបាត់បង់កម្លាំងចលករស្នូលរបស់សេដ្ឋកិច្ចប្រទេសដែលអាចនឹងវិវត្តបានលឿននិងរហ័សជាងនេះលោកអូនឆេងប៉នៃ VOA ជូនសេចក្តីរាយការណ៍នេះពីរាជធានីភ្នំពេញដូចតទៅនៅក្នុងលិខិតមួយផ្ញើទៅកាន់លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Julie Bishop កាលពីថ្ងៃព្រហស្បតិ៍លោករដ្ឋមន្ត្រីក្រសួងការងារកម្ពុជាឥតសំហេងបានស្នើឲ្យរដ្ឋការក្រុងកង់បេរ៉ាពិចារណាបើកច្រកទទួលយកកម្លាំងពលកម្មនិងកម្លាំងពលកម្មដែលប្រើបញ្ញារបស់កម្ពុជាចូលទៅធ្វើការនៅប្រទេសអូស្ត្រាលីនៅក្នុងលិខិតនោះលោកឥតសំហេងបានសរសេរបញ្ជាក់ថានាយកជាតិអូស្ត្រាលីនឹងទទួលស្គាល់នៅឥរិយាបថធ្វើការប្រកបដោយភាពឧស្សាហ៍ព្យាយាមនិងមានវិន័យខ្ជាប់ខ្ជួនរបស់នាយកជនជាតិខ្មែរទៅពីកម្ពុជាលោករដ្ឋមន្ត្រីក្រសួងការងារបានសរសេរបន្ថែមថាវាក៏ផ្ដល់ឲ្យផងដែរនៅចំណេះដឹងនិងចំណេះធ្វើដល់នយោជកជនជាតិខ្មែរដែលនឹងទទួលបានការបណ្ដុះបណ្ដាលនៅនឹងកន្លែងធ្វើការងារនៅឯប្រទេសអូស្ត្រាលីហើយនឹងផ្ដល់ជាវិភាគទានដល់ការអភិវឌ្ឍប្រទេសកម្ពុជាផងដែរនេះមិនមែនជាការប៉ុនប៉ងលើដំបូងទេរបស់រដ្ឋាភិបាលខ្មែរនៃលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងការបញ្ជូនកម្លាំងពលករខ្មែរចេញទៅធ្វើការអនុវត្តជំនាញនៅបណ្ដាប្រទេសដែលមានតម្រូវការក្នុងបរិមាណខ្ពស់ខាងកម្លាំងពលកម្មពីបណ្ដាប្រទេសដែលកំពុងអភិវឌ្ឍដូចជាកម្ពុជាជាដើមកម្ពុជាកំពុងតែមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសកូរ៉េខាងត្បូងប្រទេសថៃប្រទេសម៉ាឡេស៊ីនិងបន្តិចខាងមុខនេះជាមួយនឹងបណ្ដាប្រទេសនៅឯតំបន់មជ្ឈិមបូព៌ាដែលល្បីខាងរំលោភសិទ្ធិពលករឆ្លងដែនក្នុងការបញ្ជូនបើកច្រកឲ្យពលករខ្មែរមានឱកាសចេញទៅធ្វើការបម្រើការងារស្វែងរកប្រាក់ចំណូលផ្ញើមកភូមិកំណើតចលនាឧស្សាហនុពាណិជ្ជកម្មនិងនគររូបនីយកម្មដ៏ធំសម្បើមរបស់កម្ពុជាក្នុងរយៈពេល2ទសវត្សរ៍ចុងក្រោយនេះបានជំរុញឲ្យប្រជាជនខ្មែរមួយភាគធំនៅគ្រប់ច្រកល្ហកនៃប្រទេសធ្វើដំណើរចាក់ចោលភូមិករទៅរកការងារធ្វើនៅទីប្រជុំជននិងនៅក្រៅប្រទេសតួលេខត្រួសចុងក្រោយបង្អស់គិតត្រឹមដើមឆ្នាំ2016នេះប្រជាជនខ្មែរជិត1លាននាក់កំពុងបម្រើការងារនៅប្រទេសដទៃរួមមានប្រទេសម៉ាឡេស៊ី
ប្រទេសថៃនិងនៅកូរ៉េខាងត្បូងជាដើមហើយបានផ្ញើប្រាក់មកស្រុកក្នុងទំហំ$1000 លានអាមេរិកកាលពីឆ្នាំ2015នេះបើយោងតាមក្រសួងការងារនៅស្របពេលដែលមានការប៉ាន់ប្រមាណថាអ្នកចេញទៅធ្វើការនៅក្រៅប្រទេសអាចមានច្រើនជាង1 លាននាក់បើគេរាប់ទាំងពលករដែលចេញទៅដោយមិនស្របច្បាប់ផងនោះអ្នកជំនាញនិងអ្នកស្រាវជ្រាវបានផ្ដល់ការពន្យល់អំពីផលចំណេញនិងផលខាតនៃលំហូរមូលធនមនុស្សបែបនេះលំហូរធនធានបញ្ញាដែលរួមមានទាំងអ្នកចេះដឹងនិងពលករដែលមានជំនាញខ្ពស់ទៅធ្វើការនៅប្រទេសខាងក្រៅត្រូវបានអ្នកស្រាវជ្រាវគ្រូបញ្ជាក់ឲ្យឃើញផងដែរអំពីកត្តានៃផ្នែកខ្លះនៃប្រព័ន្ធទីផ្សារការងារមានលក្ខណៈផុយស្រួយនិងមិនមានសមត្ថភាពក្នុងការជ្រើសរើសអ្នកស្រីសែមសុភ័ណ្ឌលក្ខណៈដែលធ្វើការសិក្សាស្រាវជ្រាវឲ្យសាកលវិទ្យាល័យស្ត្រីអេវ៉ារបស់កូរ៉េខាងត្បូងទៅលើអរិយាប័ត្រនិងចរន្តលំហូរសាច់ប្រាក់មកកាន់ស្រុកកំណើតរបស់ពលករខ្មែរដែលកំពុងបម្រើការនៅប្រទេសកូរ៉េខាងត្បូងក៏បានឲ្យដឹងផងដែរថាកត្តាដែលប្រាក់បៀវត្សនៅកូរ៉េមានព្រាបខ្ពស់ជាងនៅកម្ពុជាមានឥទ្ធិពលជាខ្លាំងដល់ការសម្រេចចិត្តចាកចេញរបស់ពលករទៅធ្វើការនៅឯប្រទេសកូរ៉េហើយមួយចំនួននៃពួកគេសុខចិត្តបោះបង់ការងារដែលប្រើបញ្ញានៅស្រុកខ្មែរអ្នកខ្លះគាត់មានការងារដែរនៅស្រុកខ្មែរក៏ប៉ុន្តែការងារហ្នឹងវាមិនអាចគាត់មិនអាចយកប្រាក់ខែហ្នឹងទៅផ្គត់ផ្គង់គ្រួសារគាត់បានអញ្ចឹងទាមទារគាត់ធ្វើការចំណាក់ស្រុកដើម្បីយកប្រាក់ហ្នឹងមករករងនៅក្នុងគ្រួសាររបស់គាត់ការអង្កេតរបស់អ្នកស្រីសុភ័ណ្ឌលក្ខណៈដែលជាអ្នកស្រាវជ្រាវបានឲ្យដឹងថាពលករដែលកំពុងបម្រើការងារនៅក្រុមហ៊ុនកូរ៉េមួយចំនួនមានអតីតភាពការងារនិងកម្រិតវប្បធម៌ទៅពីកម្ពុជាជានិស្សិតមន្ត្រីរាជការបុគ្គលិកក្រុមហ៊ុនឯកជនថែមទៀតផងដូចយ៉ាងលោកលឹមថេងហាក់ដែលកំពុងបម្រើការងារនៅតំបន់ប៉ែកខាងកើតប្រទេសកូរ៉េខាងត្បូងធ្លាប់ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បុរាណវិទ្យានិងបានសម្រេចចិត្តបោះបង់ការងារជំនួយរបស់ខ្លួនចេញទៅធ្វើការនៅប្រទេសចុងបូព៌ាមួយនេះដើម្បីស្វែងរកការងារធ្វើលឹមថេងហាក់បាននិយាយប្រាប់ VOA ថានៅប្រទេសកូរ៉េខាងត្បូងរូបគេអាចនឹងរកបានប្រាក់ចំណូលជាមធ្យម$1000អាមេរិកក្នុងមួយខែជាមួយនឹងប្រាក់ផលប្រយោជន៍ជាច្រើនផ្សេងទៀតហើយថាជីវភាពនិងចំណូលរបស់រូបគេមានការប្រសើរឡើងជាងការងារជំនាញរបស់រូបគេនៅស្រុកខ្មែរស្ទើរតែ10ដងមានណាចង់ចាក់ចេញតែខ្លះគេមានប្រពន្ធមានកូនមានម្ដាយចាស់ជរាត្រូវព្រាត់គ្នាមួយរយៈចេញមកធ្វើការនៅកូរ៉េមានណាចង់ទេប៉ុន្តែដោយសារកត្តាជីវភាពដោយសារតែពេលខ្លះមានការរឿងអើងដោយសារតែខ្សែហ្នឹងយើងនិយាយថាខ្សែចុះនឹងឲ្យប្រាក់ខែវាអត់សមរម្យធ្វើឲ្យយើងមិនអាចរស់នៅក្នុងស្រុកខ្មែរបានថេងហាក់ក៏បាននិយាយបន្ថែមផងដែរថាការដែលបរិយាកាសការងារមានការរើសអើងនៅបកពួកនិយមនៅកម្ពុជាជាកត្តាជំរុញមួយដ៏សំខាន់បង្ខំឲ្យគេធ្វើការចំណាក់ស្រុកហោះទៅធ្វើការនៅប្រទេសកូរ៉េផងដែរលោកសិដ្ឋវិទូតេងដែលលុចបាននិយាយបញ្យល់ថាការដែលប្រជាជនចេញទៅធ្វើការនៅក្រៅប្រទេសចាក់ចោលភូមិឋានវាលស្រែចម្ការច្បារដំណាំនេះជាកំបិតមុខពីរដល់កម្ពុជាពលគឺអាចផ្ដល់ជាផលអវិជ្ជមានផងនិងផលវិជ្ជមានផងផលវិជ្ជមាននៅត្រង់ថាកត្តាជីវភាពគ្រួសារនិងសម័យខ្លួនពលករផ្ទាល់មានភាពប្រសើរឡើងហើយថែមទាំងអាចទទួលបាននូវជំនាញបច្ចេកទេសពីការងារដែលខ្លួនបម្រើការនៅក្រៅប្រទេសថែមទៀតផងហើយផលអវិជ្ជមាននៅត្រង់ថាប្រទេសជាតិដែលត្រូវការធនធានមនុស្សមកជួយរុញច្រានវិស័យកសិកម្មនិងផ្នែកផ្សេងទៀតនៃសេដ្ឋកិច្ចត្រូវបានបាត់បង់កម្លាំងពលកម្មធនធានអស់ជាច្រើននេះបើតាមលោកតេងដែលលុចក៏ប៉ុន្តែបញ្ហានេះនៅតែជាចំណោទនៅឡើយនៅពេលបណ្ឌិតបញ្ញវន្តខ្មែរជាច្រើនរូបដែលទទួលបានអាហារូបករណ៍ទៅរៀននៅក្រៅប្រទេសបានសម្រេចចិត្តត្រឡប់មកបំពេញកិច្ចការងារនៅមាតុភូមិកំណើតវិញក្រោយពីបញ្ចប់ការសិក្សាលោករដ្ឋមន្ត្រីការងារឥតសំហេងបានបដិសេធមិនផ្ដល់បទសម្ភាសន៍ដោយបង្វែរសំណួរទៅកាន់អ្នកនាំពាក្យក្រសួងគឺលោកហេងសួរដែលមិនបានឆ្លើយតបទៅនឹងសំណើសុំផ្ដល់មតិយោបល់ឡើយបាតុភូតនៃការធ្វើចំណាក់ស្រុកនិងលំហូរមូលធនបញ្ញាពីប្រទេសមួយទៅប្រទេសមួយជាកត្តាសកលទៅតាមចរន្តប្រែប្រួលចុះឡើងនៃកម្រិតបរិបេវត្តនិងការវិនិយោគតែនៅកម្ពុជាបញ្ហានេះមិនសូវជាចោទប៉ុន្មានទេនេះជាការអះអាងរបស់លោករស់សេលីនអ្នកនាំពាក្យក្រសួងអប់រំមន្ត្រីអ្នកនាំពាក្យរបស់រដ្ឋាភិបាលរូបនេះបានបន្ថែមថាចំណោមនិស្សិតដែលជាប់អាហារូបករណ៍ទៅរៀននៅបរទេសទាំងអស់មានដល់ទៅអត្រា 95% ដែលត្រឡប់មកកម្ពុជាវិញបម្រើការងារតាមវិស័យសាធារណៈវិស័យឯកជននិងសង្គមស៊ីវិលជាដើមបញ្ហា issue នៃ brain drain នេះចំពោះកម្ពុជាខ្ញុំគិតថាវាមិនមានជាបញ្ហាទេដោយសារឱកាសការងារការប្រកួតប្រជែងនៅខាងក្នុងស្រុកហ្នឹងគឺអំណោយផលទៅដល់យុវជនដែលមានជំនាញខ្ពស់ទាំងយុវជនដែលសិក្សាក្នុងស្រុកទាំងយុវជនដែលទៅរៀននៅខាងក្រៅអញ្ចឹងទេអានេះវាជាបញ្ហាមួយដែលមិនអីជាបញ្ហាចោទទេនៅក្នុងសង្កត់ថាមួយនៅឯប្រទេសវៀតណាមកាលពីខែឧសភា
លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាក៏បានគូបញ្ជាក់ផងដែរអំពីបញ្ហានៃលំហូរមូលធនមនុស្សទៅធ្វើការនៅប្រទេសខាងក្រៅលោកអូបាម៉ាបានថ្លែងថាកាលណាប្រទេសមួយបាត់បង់ឬមានលំហូរធនធានមនុស្សដែលមានជំនាញនិងទេពកោសល្យបង់ទៅប្រទេសដទៃនោះបានន័យថាប្រទេសសម័យនោះមានអំពើពុករលួយចាក់ស្រេះហើយมันបានបង្កបរិយាកាសស្មើភាពដល់ការងារក្នុងទីផ្សារសេដ្ឋកិច្ចដែលនាំឲ្យប្រទេសបាត់ធនធានដ៏មានតម្លៃក្នុងការកសាងអភិវឌ្ឍទៅមុខរបស់ខ្លួនរាយការណ៍ពីរាជធានីភ្នំពេញខ្ញុំអូនឆេងប៉ VOA អស់លោកអ្នកកំពុងតែស្ដាប់ VOA ប្រភពព័ត៌មានដ៏ទុកចិត្តបំផុតប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅលើពិភពលោកទាំងមូលផងដែរក្នុងការផ្សព្វផ្សាយនិងចែករំលែកព័ត៌មាននានាយ៉ាងឆាប់រហ័សបំផុតក៏ប៉ុន្តែថាតើយុវជនក្នុងសម័យ Digital នេះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពកម្រិតណាដែរកញ្ញាស្រីលក្ខណានៃ VOA បានសម្ភាសន៍តាមទូរស័ព្ទជាមួយកញ្ញា Su Zolida អ្នកដឹកនាំគម្រោង Project Inspire Cambodia អំពីសន្និសីទ Project Inspire 2016 ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យទី17ខែកក្កដាខាងមុខនេះដើម្បីជំរុញឲ្យមានការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយសន្តិភាពនិងភាពឆ្លៀសវៃសូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍នេះដូចតទៅចាជំរាបសួរ Zolida ចាជំរាបសួរបងតើ Zolida អាចរៀបរាប់ត្រួសថាតើ Project Inspire Cambodia នឹងគឺជាអ្វីដែរហើយបង្កើតឡើងនឹងមានបំណងអ្វីដែរចា Project Inspire Cambodia នេះមានគោលបំណងសំខាន់គឺដើម្បីលើកទឹកចិត្តឲ្យយុវជនបើកចិត្តគាត់ឲ្យទូលាយដើម្បីទទួលយកនូវទស្សនៈផ្សេងៗជុំវិញប្រធានបទពិភាក្សាណាមួយហើយឲ្យគាត់ខាងផ្លៃមើលថាតើគាត់ត្រូវធ្វើអ្វីដើម្បីឲ្យសង្គមជាតិមានសន្តិភាពហើយដល់ឡែកនៅក្នុងឆ្នាំនេះយើងជ្រើសរើសយកប្រធានបទដែលទាក់ទងទៅនឹងទូនាទីប្រព័ន្ធផ្សព្វផ្សាយនៅក្នុងការលើកកម្ពស់សន្តិភាពតើអ្វីដែលជំរុញឲ្យ Zolida បង្កើតសន្និសីទ Project Inspire Cambodia នេះឡើងដែលផ្ដោតទៅលើខាងប្រព័ន្ធផ្សព្វផ្សាយនឹងចាកាលពីចុងឆ្នាំ2015គឺខ្ញុំបានត្រូវបានជ្រើសរើសឲ្យធ្វើជាអ្នកតំណាងប្រទេសកម្ពុជាទៅក្នុងកម្មវិធី ACWE A Common Word Among Youth នៅប្រទេសម៉ូរ៉ូកូហើយសហគមន៍អឺរ៉ុបហើយនៅក្នុងការចូលរួមនោះខ្ញុំបានទទួលនៅចំណេះដឹងជាច្រើនតាមរយៈ training និង conference ដែលគាត់ផ្ដល់ទៅលើសន្តិភាពហើយខ្ញុំគិតថានៅពេលដែលខ្ញុំមកវិញខ្ញុំនឹងបង្កើតនូវគម្រោងមួយសម្រាប់ប្រទេសកម្ពុជាដែលផ្ដល់ទៅលើសន្តិភាពដែរដែលខ្ញុំគិតថាជារឿងសំខាន់ដែលយើងត្រូវលើកទឹកចិត្តយុវជននៅក្នុងពេលថ្មីៗនេះអញ្ចឹងតើ Zolida អាចបញ្ជាក់ប្រាប់ពីកម្មវិធីឬក៏របៀបវិរៈនៃសន្និសីទ Project Inspire នេះថាតើត្រូវធ្វើឡើងនៅពេលណាឬកន្លែងណាដែរហើយដើម្បីចូលរួមនឹងយើងត្រូវចុះឈ្មោះឬក៏ទិញសម្បត្តិអ្វីដែរដើម្បីចូលរួមកម្មវិធីនេះកម្មវិធី Project Inspire Conference ឆ្នាំ2016នឹងធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េនៅថ្ងៃទី17ខែកក្កដាឆ្នាំ2016ចាប់ពីម៉ោង 1 រសៀលតទៅហើយកម្មវិធីនេះត្រូវបានការចូលរួមពីវាគ្មិន3រូបសំខាន់ៗដូចជាលោក Dikenta Gotchang ដែលគាត់ជា Executive Producer នៅ BBC អ្នកនាងអង្គការសុភាដែលគាត់ជាពិធីករនិងជាអ្នកផលិតកម្មវិធីព័ត៌មានរបស់ CTN និង CNC ហើយនឹងលោកទេពវិវិណាដែលគាត់ជានាយកសាលានៃ Ethnic English School ហើយក្រៅពីនេះក៏ខ្ញុំចង់បញ្ជាក់ដែរថាការធ្វើការបនបង្ហាញរបស់គាត់គឺជារបៀបinteractive និងជារបៀប style TED Talk ថ្មីដែលមិនមែនជាលក្ខណៈ traditional ហើយការធ្វើបទបង្ហាញនេះអាចលើកទឹកចិត្តឲ្យយុវជនទាំងអស់ទទួលយកនូវព័ត៌មានបានកាន់តែលឿននិងមានឥទ្ធិពលល្អចំពោះយុវជនហើយបន្ទាប់ពីនោះក៏យើងមានវគ្គពិភាក្សាដែលយុវជនអាចលើកជាសំណួរឬក៏បញ្ចេញជាមតិដោយផ្ទាល់ទៅកាន់វាគ្មិនរបស់យើងទាំង3នាក់ហើយការកិច្ចពិភាក្សានេះគឺនឹងត្រូវបានសម្របសម្រួលដោយលោកស៊ីនសូលៈដើម្បីចូលរួមក្នុងកម្មវិធីនេះអ្នកចូលរួមគាត់អាចទិញសម្បត្តិមួយសន្លឹកតម្លៃ 6,000 រៀលនៅតាមទីតាំងលក់សម្បត្តិដូចជានៅវិទ្យាស្ថានភាសាបរទេសចាប់ពីថ្ងៃនេះដល់ថ្ងៃ16ហើយនៅសាលា KMS ចាប់ពីថ្ងៃ13និងថ្ងៃ14ហើយក្រៅពីនេះក៏គាត់អាចចូលទៅក្នុង Facebook page Project Inspire Cambodia ដើម្បីបានទទួលព័ត៌មានបន្ថែមនិងចុះឈ្មោះ online វាជាទៅ online ផងដែរចាយើងទាំងអស់គ្នាប្រហែលជាបានមើលឃើញគ្រប់គ្នាហើយថាប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជាយើងនឹងគឺទទួលបានការពេញនិយមយ៉ាងខ្លាំងអញ្ចឹងចំពោះ Zolida ផ្ទាល់តើ Zolida យល់ឃើញយ៉ាងដូចម្តេចដែរចំពោះការប្រើប្រាស់ដ៏សកម្មរបស់យុវជនយើង
ចាអរគុណបងចំពោះសំណួរខ្ញុំគិតថាការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់យុវជនដែលមានភាពសកម្មនិងពេញនិយមនេះវាអាចជារឿងល្អក៏ប៉ុន្តែខ្ញុំចង់ជំរុញនិងលើកទឹកចិត្តឲ្យយុវជនគាត់ប្រើប្រាស់ព័ត៌មានមួយដែលមានការពិតចិត្តហើយគាត់ប្រើប្រាស់ព័ត៌មាននោះដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិអញ្ចឹងតាមរយៈការចូលរួមសន្និសីទ Project Inspire ហ្នឹងតើ Zolida អាចជម្រាបបានទេថាតើអ្នកចូលរួមហ្នឹងគេនឹងទទួលបានផលប្រយោជន៍ឬក៏ចំណេះដឹងអ្វីដែរពីសន្និសីទនេះចាអរគុណបងអ្នកចូលរួមគឺគាត់អាចទទួលបានផលប្រយោជន៍ច្រើនណាស់ដែលតម្លៃសម្បត្តិ6000អាចដូរបានទេទីមួយគឺគាត់អាចទទួលបាននូវចំណេះដឹងបន្ថែមនិងការយល់ដឹងពីបទពិសោធន៍ផ្ទាល់ដែលបានចែករំលែកដោយវាគ្មិនរបស់យើងទាំង3រូបបន្ទាប់មកទៀតក៏គាត់អាចមានឱកាសបញ្ចេញនៅគំនិតហើយនឹងលើកឡើងជាសំណួរដែលចោទទៅកាន់វាគ្មិនរបស់យើងទាំង3នាក់ផងដែរក្រៅពីនេះក៏គាត់អាចមានឱកាសទស្សនាការសម្ដែងផ្ទាល់គឺ Account House កម្ពុជាដែលរដ្ឋាភិបាលកម្ពុជានឹងមានព្រៀងយកទៅដាក់ជាបេតិកភណ្ឌអន្តរជាតិផងដែរហើយខ្ញុំគិតថាការចូលរួមកម្មវិធីនេះគឺជាឱកាសមួយដ៏ល្អសម្រាប់ឲ្យយុវជនគាត់យល់ដឹងបន្ថែមអំពីសង្គមរបស់គាត់ហើយឲ្យគាត់ពិចារណាខ្លួនខ្លាំងថាតើគាត់គួរធ្វើអ្វីដើម្បីសង្គមជាតិអញ្ចឹងតើ Zolida គិតថាសន្និសីទរបស់ Project Inspire Cambodia ដែល Zolida ជាមេដឹកនាំគម្រោងនេះគិតថាវានឹងអាចមានឥទ្ធិពលដល់កម្រិតណាដែរទៅលើសង្គមកម្ពុជារបស់យើងជាពិសេសគឺទៅលើយុវជនរបស់យើងជាដើមនោះចាខ្ញុំមានការជឿជាក់យ៉ាងខ្លាំងដែលថាគម្រោងនេះនឹងអាចមានឥទ្ធិពលមួយល្អទៅដល់យុវជនដែលដោយហេតុថាយើងអាចលើកទឹកចិត្តយុវជនដើម្បីឲ្យគាត់យល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយជាងនេះហើយឲ្យគាត់ចេះជ្រើសរើសនៅព័ត៌មានណាមួយដែលត្រឹមត្រូវនិងសមស្របដើម្បីការប្រើប្រាស់ហើយនឹងការទទួលយកព័ត៌មានហើយរួមទាំងការចែករំលែកព័ត៌មាននៅក្នុងជីវភាពប្រចាំថ្ងៃរបស់គាត់ចាតើជាចុងក្រោយនេះ Zolida មានអីចង់ផ្ដាំផ្ញើទៅកាន់ប្រិយមិត្តរបស់យើងជាពិសេសគឺយុវជនដែលកំពុងតែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនេះចាជាចុងក្រោយនេះខ្ញុំសូមសំណូមពរដល់យុវជនទាំងអស់ឲ្យគាត់ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមួយនៅក្នុងភាពត្រឹមត្រូវហើយនឹងមានទំនួលខុសត្រូវរួមទាំងផលប្រយោជន៍ដល់សង្គមជាតិហើយនេះខ្ញុំក៏សូមអំពាវនាវឲ្យយុវជនទាំងអស់គាត់ចូលរួមនៅក្នុងសន្និសីទនេះទាំងអស់គ្នាតាមរយៈការទិញសំបុត្រដែលមួយសន្លឹកតម្លៃត្រឹមតែ6000រៀលទេហើយគាត់នឹងបានទទួលនៅផលប្រយោជន៍ជាច្រើនដែល6000រៀលយើងមិនអាចទៅប្រូនៅកន្លែងណាផ្សេងបានទេចាសូមអរគុណ Zolida ដែលបានផ្ដល់នៅបទសម្ភាសន៍ជាមួយ VOA ចាសូមអរគុណសូមជម្រាបលាចាអរគុណបងជម្រាបលាពីរដ្ឋធានី Washington សំឡេងសហរដ្ឋអាមេរិកVOAកាលពីសប្តាហ៍មុនអនុគណៈកម្មាធិការកិច្ចការបរទេសនៃសហភាពជាតិសហរដ្ឋអាមេរិកបានអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តលេខ210ទទួលស្គាល់អតីតយុទ្ធជនខ្មែរឡាវម៉ុងនិងម៉ុងតាញ៉ាដែលបានប្រយុទ្ធដើម្បីសេរីភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយបានជួយគាំពារនិងការពារកងទ័ពអាមេរិកដែលបានប្រយុទ្ធក្នុងសម័យសង្គ្រាមនាអំឡុងទសវត្សរ៍1960ក្នុងតំបន់នោះស្នាដៃនៃអតីតយុទ្ធជនខ្មែរនឹងការទាមទារឲ្យសហភាពសហរដ្ឋអាមេរិកទទួលស្គាល់ត្រូវបានដាក់តម្កល់ទុកនៅក្នុងសារមន្ទីរមរតកខ្មែរនៅទីក្រុង Saint Paul រដ្ឋ Minnesota លោកសេកកុសលនាយកអង្គការសហភាពខ្មែរអន្តរជាតិដែលបានជួយជ្រោមជ្រែងយ៉ាងសកម្មដល់ការតស៊ូទាមទារឲ្យមានការបង្កើតសេចក្តីសម្រេចចិត្តលេខ210នេះបានផ្ដល់បទសម្ភាសន៍ដល់លោកម៉ែនកំសែងនៃ VOA ផ្នែកខេមរៈភាសាសូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍នេះដូចតទៅសូមជម្រាបសួរលោកសេកកុសលបាទសូមជម្រាបសួរបាទលោកកុសលបើកសារមន្ទីរមួយនៅខាងរដ្ឋ Minnesota ហ្នឹងហើយនៅក្នុងសារមន្ទីរហ្នឹងតាមលោកបានលើកពីខាងដើមពីមុនមកហ្នឹងថាមានដាក់ផ្នែកមួយនៃសារមន្ទីរហ្នឹងគឺដែលថាឧទ្ទិសជូនទៅដល់អតីតយុទ្ធជនខ្មែរលោកអាចរៀបរាប់បន្តិចបានទេពី corner ក៏ជ្រុងមួយដែលដាក់តាំងពិព័រណ៍ដើម្បីរំលឹកទៅដល់ស្នាដៃអ្នកទាំងនោះតើមានអ្វីខ្លះបាទសូមអរគុណបានសួរសំណួរហ្នឹងពេលបងប្អូនខ្មែរយើងដើរចូលសារមន្ទីរមរតកខ្មែរយើងនៅ Saint Paul Minnesota ហ្នឹងគាត់នឹងឃើញថានៅខាងស្ដាំដៃជាទិសមួយដែលថាយើងផ្ដោតទៅលើអតីតយុទ្ធជនពីព្រោះជាការសងគុណជាការឆ្លើយតបទៅគាត់ថាយើងបងប្អូនខ្មែរយើងអរគុណពួកគាត់មានការដែលបានបូជាជីវិតបានជួយប្រទេសអាមេរិកនៅលើការគេហៅថាការចម្បាំងលទ្ធិកុម្មុយនីសហើយជាស្នាដៃមួយដែលថាយើងចង់
លើកដំកើងខ្មែរយើងទាំងអស់គ្នាថាយើងចង់បញ្យល់ទៅបងប្អូនខ្មែរយើងដូចជាពួកអាមេរិកថាយើងមកនេះមិនមែនមកប្រទេសសហរដ្ឋនេះមិនមែនមកជាគ្រាន់តែជាជនភៀសខ្លួនទេយើងមកនេះពីព្រោះយើងបានលះបង់ច្រើនយើងមានស្នាដៃជួយអាមេរិកហើយពួកអាមេរិកគួរតែជួយយើងស្ដារមោទនភាពជួយស្ដារកិត្តិយសយើងសារថ្មីបាទអញ្ចឹងនៅក្នុងហ្នឹងបើនិយាយពីដូចថាទស្សនវិជ្ជាជាក់ស្ដែងវិញតើតាំងមានអ្វីខ្លះដែលយកមកតាំងពីពណ៌បើយើងគិតមើលពីសម័យសង្គ្រាមវាយូរដូចជារបស់របរដែលប្រើប្រាស់ដូចជាបាត់ហើយតើលោកមានអីបានយកមកបង្ហាញគេទេបាទយើងចាប់ផ្ដើមពី2012យើងមានគេហៅថា resolution ការបណ្ដឹងទៅរដ្ឋមនីសតាបានទទួលស្គាល់តាម resolution ថាខ្មែរយើងមានចំណែកនៅលើការចម្បាំងលទ្ធិកុម្មុយនីសហើយឆ្នាំ2014យើងមានការ resolution មួយទៀតគេហៅថា resolution 462 Senate resolution 462បានព្រឹទ្ធសភាគេបានទទួលស្គាល់ហើយបានផេះហើយនៅ Senate ហ្នឹងហើយយើងឥឡូវកំពុងតែព្យាយាម resolution គេហៅថា H resolution ជា House resolution ដែលទាមទារឲ្យតំណាងរាស្ត្រនៅរដ្ឋសភាទទួលស្គាល់ដូចជាអ្វីគេបានទទួលស្គាល់តាមព្រឹទ្ធសភាអញ្ចឹងបាទប៉ុន្តែនៅក្នុងពិព័រណ៍នៅក្នុងមន្ទីរពិព័រណ៍ហ្នឹងតើលោកមានដាក់ឲ្យគេទៅមើលដើម្បីបានគេឃើញបាទយើងបានតាំង resolution មានការហត្ថលេខាពីអ្នកបានគ្រប់គ្រងពួកអាមេរិកព្រឹទ្ធសភារដ្ឋសភាបានគ្រប់គ្រង resolution របស់យើងហើយយើងមានរូបភាពពីសម័យឆ្នាំ67 68មក73 74 75អ៊ំពូអ្នកមីងដែលបានអតីតដែលថាយើងហៅថាជាអតីតយុទ្ធជនហ្នឹងយើងមានរូបភាពគាត់ដើម្បីយើងបង្ហាញទៅបងប្អូនជំនាន់ក្រោយឲ្យគាត់ឃើញថាយើងមានចំណែកមែនបាទសូមអរគុណហើយចង់ទាញថយក្រោយតិចពេលដែលដោយថាការតស៊ូទាមទារឲ្យខាងសភាសហរដ្ឋអាមេរិកទទួលស្គាល់នៅស្នាដៃឬក៏ការចូលរួមចំណែករបស់បងប្អូនខ្មែរយើងតើលំបាកទេនៅក្នុងការតស៊ូហ្នឹងបាទលំបាកមែនទេលោកក៏ប៉ុន្តែខ្ញុំចង់ផ្ដល់អំណរគុណទៅអ៊ំពូទាំងអស់គ្នាថាបានមានការព្យាយាមពីរដ្ឋមួយទៅមួយពី California Washington Maryland យើងនៅ DC យើងដូចជារដ្ឋដទៃទៀតទី1ភាសាគាត់មានការខ្វះខាតទី2គាត់មិនដែលមានបទពិសោធន៍ទៅជែកទៅនិយាយទៅណែនាំអំពីប្រវត្តិសាស្ត្រខ្មែរយើងជាមួយតំណាងរាស្ត្រទី3គាត់មិនដឹងថាតំណាងរាស្ត្រនឹងគឺជានរណាផងទី4អត់មានមេអត់មានអ្នកដឹកនាំអត់មានអ្នកទាញដៃគាត់ចូលទៅជួបគេហ្នឹងហើយនៅសហរដ្ឋអាមេរិកនេះយើងបងប្អូនយើងថាបាននៅសហរដ្ឋយល់ហើយអ្នកសម្រេចចិត្តមិនមែនម្នាក់ទេមាន535នាក់អញ្ចឹងយើងត្រូវតែយើងដូចជាយើងបង្កើតតបយើងហៅតបបងប្អូនខ្មែរយើងមួយរដ្ឋ10នាក់មួយរដ្ឋ10នាក់ទៅយើងទៅជួបតំណាងរាស្ត្រយើងសុំឲ្យគេហ្នឹងគ្រប់គ្រង resolution យើងឲ្យគេផាសហើយដល់តែមតិភាគច្រើនគេគ្រប់គ្រងបានគេផាស resolution ហ្នឹងឲ្យយើងបាទឥឡូវហ្នឹងអ្នកដែលអតីតយុទ្ធជនហ្នឹងនៅសល់ប្រហែលជាប្រមាណអ្នកដែរដែលបានដូចថាតាក់ទងឬក៏ចូលរួមនៅក្នុងយុទ្ធនាការដែលលោកដឹងបាទនៅក្នុងរដ្ឋមនីសតាយើងមានប្រហែលជាជិត20នាក់ហើយនៅរដ្ឋដទៃទៀតមានដូចមួយរដ្ឋមាន10នាក់ជួនកាល5នាក់ជួនកាល1នាក់2នាក់និយាយជារួមវិញយើងមានប្រហែលជា120នាក់ដែលថាពីដើមទៅចប់មានចំណែកមានការគេថាផ្ដល់ទឹកចិត្តផ្ដល់កម្លាំងញើសផ្ដល់ថវិកាដើម្បីជួយឲ្យយើងមានភាពជោគជ័យមកដល់សប្តាហ៍នេះហ្នឹងហើយប៉ុន្តែនៅពេលដែលដូចថាសេចក្តីសម្រេចចិត្តគេទទួលស្គាល់អញ្ចឹងហើយការពិតក៏អត់មានទទួលបានអ្វីប្រាក់ឧបត្ថម្ភបន្ថែមគ្រាន់តែជាកិត្តិយសទេមែនទេបាទជាកិត្តិយសបាទសូមអរគុណនៅជាចុងក្រោយចង់ឲ្យលោកបញ្ជាក់ផងដែរថាក្រុមអតីតយុទ្ធជនហ្នឹងនៅពេលដែលបានទទួលស្គាល់អញ្ចឹងហើយតើគាត់មានដូចថាសកម្មភាពយ៉ាងណាទៀតដើម្បីដូចថាជួបជុំគ្នាឬក៏រំលឹកអំពីស្នាដៃរបស់គាត់នឹងឡើងវិញទេបាទពេលណាយើងបានផេះហើយជាកិត្តិយសខ្ពង់ខ្ពស់មែនទែនក៏ប៉ុន្តែដូច resolution មួយឆ្នាំមានរាប់ពាន់យូរកាលម៉ឺន resolution ការទទួលស្គាល់ពីរដ្ឋាភិបាលពេលគេបានទទួលស្គាល់ហើយយើងនឹងដាក់ការទទួលស្គាល់ហ្នឹងនៅក្នុងសារមន្ទីរមរតកខ្មែរយើងដើម្បីពេលខ្ញុំពេលលោកពេលអ៊ំអតីតយុទ្ធជនយើងបើគាត់លាលែងពីប្រភពគុណយើងនេះពិភពលោកយើងនេះគាត់ស្នាដៃគាត់នឹងនៅហ្នឹងហើយគឺជាអ្វីគេថាយើងចង់បានឲ្យបងប្អូនខ្មែរយើងអតីតយុទ្ធជនយើងដូចជាអ្នកដែលថាមិនជាអតីតក៏មិនថាប្រជាពលរដ្ឋខ្មែរយើងទាំងមូលប៉ុន្តែពិសេសជាបងប្អូនជំនាន់ក្រោយបាទសូមអរគុណលោកសេកកុសលដែលជ្រាបពេលចូលមកក្នុងស្ទូឌីយោរបស់ VOA ផ្ដល់បទសម្ភាសន៍តាក់ទងជាមួយនឹងសេចក្តីសម្រេចចិត្តលេខ210ក្នុងការទទួលស្គាល់អតីតយុទ្ធជនខ្មែរដែលបានប្រយុទ្ធ
ប្រគិស្មាគ្នាជាមួយនឹងកងទ័ពសហរដ្ឋអាមេរិកនៅក្នុងអំឡុងពេលប្រយុទ្ធនឹងលទ្ធិកុម្មុយនីសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះបាទសូមអរគុណអស់លោកអ្នកនាងជាទីមេត្រីនៅក្នុងការផ្សាយ30នាទីចុងក្រោយជាបន្តទៅទៀតនេះក្រោយព័ត៌មានអន្តរជាតិលើកទី2 VOA មានសេចក្តីរាយការណ៍អំពីរដ្ឋមន្ត្រីប្រទេសអេធីយ៉ូពីចង់ក្លាយជាអគ្គលេខាធិការអង្គការសុខភាពពិភពលោកដែលមានសញ្ជាតិអាហ្វ្រិកដំបូងគេបង្អស់អនុប្រធានាធិបតីប្រទេសស៊ូដង់ខាងត្បូងបដិសេធរឿងដែលលោកជំទាស់នឹងតុលាការឧក្រិដ្ឋកម្មសង្គ្រាមហើយនឹងសេចក្តីរាយការណ៍ចុងក្រោយអំពីការរឹបអូសយកភ្លុកដំរីក្នុងប្រទេសកាមេរូនលាតត្រដាងឲ្យដឹងផ្លូវរត់ពន្ធតាមសមុទ្រតទៅទៀតនេះនាងហុងចិន្តានឹងជួនដើមរឿងព័ត៌មានសំខាន់ជាលើកទី2មានការភ័ន្តភាំងនឹងការគ្រប់គ្រងដល់រដ្ឋាភិបាលទួរគីគណៈមេដឹកនាំពិភពលោកប្រតិកម្មទៅនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសទួរគីហេតុការណ៍មួយចំនួនដែលកើតឡើងនៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសទួរគីតុលាការសហព័ន្ធអាមេរិកច្រានចោលសេចក្តីសម្រេចរបស់តុលាការជាន់ទាបចំពោះការប្រើប្រាស់ប្រព័ន្ធចាប់សម្លេងរបស់ទាហានជើងទឹកអាមេរិកតទៅទៀតនេះនាងហុងចិន្តានឹងជួនព័ត៌មានទាំងស្រុងចាសសូមអញ្ជើញចិន្តាចាសសូមអរគុណអ្នកស្រីម៉ូរីវ៉ាន់មេដឹកនាំនៅទូទាំងពិភពលោកបានថ្កោលទោសចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសទួរគីតាមរយៈការបង្ហាញការគាំទ្ររបស់ពួកគេទៅលើរដ្ឋាភិបាលដែលត្រូវបានប្រជាពលរដ្ឋបោះឆ្នោតឲ្យអ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Farhan Haq បានមានប្រសាសន៍ថាលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានជ្រាបពីការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះនិងបានតាមដានយ៉ាងជិតស្និទ្ធទៅលើដំណើរវិវត្តនយោបាយនៅក្នុងប្រទេសទួរគីដោយបានថ្លែងថាអង្គការសហប្រជាជាតិកំពុងតែព្យាយាមបញ្ជាក់ពីស្ថានភាពនេះនៅនឹងកន្លែងផ្ទាល់និងអំពាវនាវសូមឲ្យមានការអត់ធ្មត់លោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាបាននិយាយកាលពីថ្ងៃសុក្រតាមរយៈទូរស័ព្ទជាមួយនឹងលោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក John Kerry ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសទួរគីលោកប្រធានាធិបតីនិងរដ្ឋមន្ត្រីការទូតអាមេរិករូបនេះបានយល់ស្របគ្នាថាគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសទួរគីគួរតែគាំទ្រដល់រដ្ឋាភិបាលដែលត្រូវបានប្រជាពលរដ្ឋបោះឆ្នោតឲ្យដោយលទ្ធិប្រជាធិបតេយ្យហើយគួរតែអត់ធ្មត់នឹងជៀសវាងអំពើហិង្សាឬការបង្ហូរឈាមគ្នាលោក Kerry បានគូបញ្ជាក់ថាក្រសួងការបរទេសអាមេរិកនឹងបន្តផ្ដោតទៅលើសុវត្ថិភាពនិងសន្តិសុខរបស់ពលរដ្ឋអាមេរិកដែលកំពុងតែស្នាក់នៅក្នុងប្រទេសទួរគីលោក Jens Stoltenberg អគ្គលេខាធិការអង្គការអូតង់បានមានប្រសាសន៍ថាលោកបានតាក់ទងជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសទួរគីលោក Mevlut Cavusoglu និងបានតាមដានស្ថានភាពនៅក្នុងប្រទេសទួរគីដោយជិតស្និទ្ធលោកនាយករដ្ឋមន្ត្រីទួរគី Binali Yildirim បាននិយាយថាមន្ត្រី 2839 នាក់បានប៉ុនប៉ងធ្វើរដ្ឋប្រហារប៉ុន្តែដំណាក់កាលទី1នៃការប៉ុនប៉ងធ្វើរដ្ឋប្រហារនោះបានបញ្ចប់ហើយប្រជាពលរដ្ឋទួរគីនឹងចាប់ផ្ដើមជីវភាពប្រចាំថ្ងៃរបស់ពួកគេដោយធម្មតាឡើងវិញមនុស្សយ៉ាងហោចណាស់ចំនួន190នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាចាប់តាំងពីល្ងាចថ្ងៃសុក្រនៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះដោយក្នុងនោះរួមមានមន្ត្រីប៉ូលីស41នាក់ទាហាន2នាក់ជនស៊ីវិល47នាក់និងអ្នករៀបចំផែនការធ្វើការរដ្ឋប្រហារ104នាក់នេះបើយោងតាមលោកអគ្គមេបញ្ជាការដុនដាដែលទើបតែត្រូវបានតែងតាំងឲ្យធ្វើជាអគ្គសេនាធិការក្រុមមេដឹកនាំធ្វើរដ្ឋប្រហារនោះនិយាយនៅក្នុងសារអេឡិចត្រូនិកថាពួកគេនៅតែបដូរផ្ដាច់ប្រយុទ្ធបន្តទៅទៀតអាកាសយានដ្ឋាននៅទីក្រុងអ៊ីស្តង់ប៊ុលបានបើកដំណើរការវិញហើយលោកប្រធានាធិបតីអឺដូហ្គាន់បានមានប្រសាសន៍ថាជើងហោះហើរទួរគីបានចាប់ផ្ដើមដំណើរការវិញហើយលោករំពឹងថាអាកាសយានដ្ឋានក្នុងរដ្ឋធានីអង្ការ៉ានឹងបើកដំណើរការក្នុងពេលឆាប់ៗនេះយន្តហោះទម្លាក់គ្រាប់បែកប្រភេទ F-16 ត្រូវបានពួកគាំទ្រការធ្វើរដ្ឋប្រហារបំពាក់នៅក្រៅវិមានប្រធានាធិបតីនៅក្នុងរដ្ឋធានីអង្ការ៉ាលោកនាយករដ្ឋមន្ត្រី Yildirim បានប្រកាសថាអគ្គសេនាធិការយោធាស្ដីទីថ្មីរបស់ទួរគីនឹងឡើងកាន់តំណែងយោងតាមក្រសួងការបរទេសទួរគីការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះត្រូវបានធ្វើឡើងដោយក្រុមយោធាមួយក្រុម
វីដេអូមួយបង្ហាញពីក្រុមទាហានដែលបានចូលកាន់កាប់ស្ថានីយទូរទស្សន៍ CNN កាលពីមុនត្រូវបានចាប់ខ្លួនហើយក្រុមការងារ CNN បានចូលផ្សាយព័ត៌មាននៅទូទាំងប្រទេសវិញហើយស្ថានីយទូរទស្សន៍បានបង្ហាញពីគ្រាប់បែកដែលបានលាក់នៅក្នុងសភាទូគីផងដែរហើយស្ថានីយទូរទស្សន៍នានាក៏បានបង្ហាញពីយន្តហោះចម្បាំងរបស់ទូគីបាញ់ទម្លាក់ឧទ្ធម្ភាគចក្រដែលជាស្នាដៃរបស់ក្រុមរៀបចំផែនការធ្វើប្រតិប្រហារនេះផងដែរសាលាឧទ្ធរណ៍សហព័ន្ធអាមេរិកបានចេញសេចក្តីសម្រេចថាតុលាការជាន់ទាបមានកំហុសក្នុងការអនុញ្ញាតឲ្យទាហានជើងទឹកប្រើប្រាស់ឧបករណ៍ចាប់សម្លេងដែលអាចប៉ះពាល់ដល់ត្រីបាឡែននិងភាវៈរស់ក្នុងទឹកដទៃទៀតដែលរស់នៅក្រោមមហាសមុទ្រនានានៅក្នុងពិភពលោកសាលាឧទ្ធរណ៍អាមេរិកនៅក្នុងទីក្រុង San Francisco កាលពីថ្ងៃសុក្របានច្រានចោលសេចក្តីសម្រេចរបស់តុលាការជាន់ទាបកាលពីឆ្នាំ2012ដែលផ្ដល់ការអនុញ្ញាតឲ្យទាហានជើងទឹកប្រើប្រាស់ប្រព័ន្ធចាប់សម្លេងកម្រិតទាបក្នុងពេលធ្វើសម្ពយុទ្ធនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមហាសមុទ្រអាត្លង់ទិកមហាសមុទ្រឥណ្ឌាហើយនិងសមុទ្រមេឌីទែរ៉ាណេប្រព័ន្ធចាប់សម្លេងត្រូវបានគេប្រើប្រាស់ដើម្បីស្រាវជ្រាវរកនាវាជ្រមុជទឹកនានាប៉ុន្តែឧបករណ៍នេះអាចបង្កជាគ្រោះថ្នាក់ដល់ត្រីបាឡែនសត្វភេត្រីដុលហ្វីននិងភាវៈរស់នៅក្នុងទឹកដទៃទៀតដោយរួមមានទាំងការបង្អាក់ដល់ដំណើរការបង្កាត់ពូជរបស់សត្វទាំងនោះផងដែរលោកអ្នកនាងកំពុងតែស្ដាប់ការផ្សាយបន្តផ្ទាល់របស់ VOA ពីរដ្ឋធានី Washingtonលោក Tedros Adhanom ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងការបរទេសនិងជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសអេធីអូពីបានប្រកាសជាផ្លូវការថារូបលោកនឹងចូលរួមប្រកួតប្រជែងក្នុងនាមជាបេក្ខជនសញ្ជាតិអាហ្វ្រិកទី1តែម្នាក់គត់សម្រាប់តំណែងអគ្គលេខាធិការរបស់អង្គការសុខភាពពិភពលោក WHO អ្នកស្រី Lisa Schlein រាយការណ៍ឲ្យ VOA ពីទីស្នាក់ការកណ្ដាលរបស់អង្គការសុខភាពពិភពលោកនៅទីក្រុង Geneva ដែលនាយកផ្នែកសុខាភិបាលថ្មីរបស់អង្គការសហប្រជាជាតិនឹងត្រូវជ្រើសតាំងអំឡុងមហាសន្និបាតសុខភាពពិភពលោកនៅឆ្នាំក្រោយអ្នកស្រីស៊ូពេជ្ជចិន្តាជូនសេចក្តីប្រែសម្រួលដូចតទៅអង្គការសុខភាពពិភពលោកឬ WHO ដែលត្រូវបានបង្កើតឡើងជាភ្នាក់ងារពិសេសរបស់អង្គការសហប្រជាជាតិអស់រយៈពេល70ឆ្នាំមកហើយមិនដែលធ្លាប់មានអគ្គលេខាធិការមកពីទ្វីបអាហ្វ្រិកនោះទេលោក Tedros Adhanom សង្ឃឹមថានឹងបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនេះហើយសន្យាថានឹងធ្វើយុទ្ធនាការឃោសនាដ៏ខ្លាំងក្លាមួយដើម្បីសម្រេចគោលដៅមួយនេះលោកមិនរិះគន់ការងារនិងសមិទ្ធផលរបស់អតីតអគ្គលេខាធិការមុនទេប៉ុន្តែលោកយល់ថាទស្សនវិជ្ជានៃសុខភាពសកលកន្លងមកគ្រាន់តែជាការយល់ឃើញបែបចង្អៀតរបស់ប្រទេសអភិវឌ្ឍន៍ភាគច្រើនតែប៉ុណ្ណោះ But as you know, Africa and many of the developing countries carry most of the burden. ផ្ទុយទៅវិញដោយលោកអ្នកបានដឹងស្រាប់ហើយទ្វីបអាហ្វ្រិកនិងបណ្ដាប្រទេសកំពុងអភិវឌ្ឍកំពុងប្រឈមនឹងឧបសគ្គជាច្រើនយើងទាំងអស់គ្នាមិនដែលបានផ្ដល់ឱកាសឲ្យទ្វីបអាហ្វ្រិកឬប្រទេសកំពុងអភិវឌ្ឍណាមួយបង្ហាញគំនិតផ្នែកសុខភាពសកលតាមរយៈការយល់ឃើញរបស់ពួកគេនិងរបស់បណ្ដាប្រទេសទាំងអស់ដែលជាប្រទេសអាចយល់ដឹងពីឫសគល់នៃបញ្ហាដែលប្រទេសគេជួបប្រទះនោះឡើយលោក Tedros បានបដិសេធការអះអាងដែរថាលោកគួរតែត្រូវបានជ្រើសរើសដើម្បីដឹកនាំអង្គការសុខភាពពិភពលោកដោយសារតែវាដល់ពេលដែលជនជាតិអាហ្វ្រិកត្រូវទទួលតំណែងនេះលោកបានប្រាប់ VOA ថាលោកមានបទពិសោធន៍ការងារនិងការទូតដែលត្រូវការសម្រាប់ការងារទាំងថ្នាក់ជាតិនិងថ្នាក់អន្តរជាតិប៉ុន្តែលោកបានកត់សម្គាល់ថាដោយសារតែគុណសម្បត្តិពិសេសរបស់លោកគឺជាជនជាតិអាហ្វ្រិកលោកអាចបង្ហាញទស្សនវិស័យថ្មីស្រឡាងចំពោះបញ្ហាសុខភាពសកល I'm stressing that I'm actually competing based on merit and merit. If you bring ខ្ញុំសូមបញ្ជាក់ថាខ្ញុំកំពុងប្រកួតប្រជែងផ្អែកលើគុណសម្បត្តិនិងភាពខ្លាំងរបស់ខ្ញុំប្រសិនបើអ្នកជ្រើសរើសបុគ្គលដែលមានបទពិសោធន៍ពីទ្វីបអាហ្វ្រិកបុគ្គលនោះនឹងអាចមានទស្សនៈថ្មីមួយទៀតដូច្នេះការធ្វើបែបនេះជាគំនិតមួយដ៏ល្អយើងកំពុងនិយាយថាយើងអាចបន្ថែមតម្លៃរបស់វាធ្វើដូច្នេះយើងទាំងអស់គ្នាអាចមើលឃើញទស្សនវិជ្ជាសុខភាពសកលពីជ្រុងមួយផ្សេងទៀតនិងបទពិសោធន៍ផ្សេងទៀតជាពិសេសពីតំបន់ដែលមានបញ្ហាសុខភាពខ្លាំងបំផុត
បេក្ខជនតែម្នាក់គត់ពីទ្វីបអាហ្វ្រិកសម្រាប់តំណែងអគ្គលេខាធិការគឺមានប្រវត្តិរូបគួរឲ្យចាប់អារម្មណ៍លោកគឺជាអ្នកស្រាវជ្រាវជំងឺគ្រុនចាញ់ដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិហើយលោកក៏ជាមន្ត្រីក្រសួងសុខាភិបាលពីឆ្នាំ2005ដល់ឆ្នាំ2012មុនពេលដែលលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអេត្យូពីក្នុងឆ្នាំ2012លោកក៏ធ្លាប់បម្រើការងារជាប្រធានមូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍ជំងឺរបេងនិងជំងឺគ្រុនចាញ់ផងដែរពីរដ្ឋធានី Washington ខ្ញុំសុពេជ្ជចិន្តា VOA អស់លោកអ្នកនាងកំពុងតែស្ដាប់ការផ្សាយបន្តផ្ទាល់របស់ VOA ពីរដ្ឋធានី Washingtonអ្នកនាំពាក្យរបស់ប្រធានាធិបតីស៊ូដង់ខាងត្បូងលោក Salva Kiir កំពុងការពារមតិក្នុងអត្ថបទមួយចេញផ្សាយនៅក្នុងសារព័ត៌មាន The New York Times ដែលអំពាវនាវឲ្យមានគណៈកម្មការស្វែងរកការពិតមួយជំនួសតុលាការកាត់ទោសអំពីការរំលោភបំពានដែលបានប្រព្រឹត្តឡើងក្នុងអំឡុងពេលសង្គ្រាមក្នុងស្រុកទើបតែកើតឡើងថ្មីៗនេះប៉ុន្តែក្រុមអ្នកនាំពាក្យរបស់អតីតមេដឹកនាំបះបោរនិងបច្ចុប្បន្នជាអនុប្រធានាធិបតីទី1លោក Riek Machar ដែលមានឈ្មោះលោកជាសហនិពន្ធក្នុងអត្ថបទនោះបាននិយាយថាលោក Machar មិនបានសរសេរអត្ថបទនោះឡើយហើយលោកពិតជាគាំទ្រការបង្កើតតុលាការកូនកាត់មួយលោក Jason Pattinkin នៃ VOA រាយការណ៍លម្អិតពីរដ្ឋធានី Jubaហើយនាងហុងចិន្តាជួនសេចក្តីប្រាយសម្រួលដូចតទៅនៅដើមសប្តាហ៍នេះសារព័ត៌មាន The New York Times បានចេញផ្សាយអត្ថបទមួយដែលអ្នកនិពន្ធគឺជាប្រធានាធិបតីស៊ូដង់ខាងត្បូងលោក Salva Kiir និងលោក Riek Machar ជាគូប្រជែងដែលក្លាយជាអនុប្រធានាធិបតីទី1របស់លោកនៅក្នុងអត្ថបទនោះបានបង្ហាញថាពួកគេបានប្រកែកគ្នាអំពីការបង្កើតតុលាការដែលស្នើឡើងឲ្យមានទាំងថ្នាក់ជាតិនិងអន្តរជាតិដើម្បីកាត់ទោសជនដៃដល់នៃអំពើឃោរឃៅនៅអំឡុងពេលសង្គ្រាមស៊ីវិលរយៈពេល2ឆ្នាំកន្លះកន្លងមកនេះលោក Anthony Wek Anthony អ្នកនាំពាក្យរបស់លោក Kerr បានតវ៉ាថាការបង្កើតតុលាការកូនកាត់នឹងជំរុញឲ្យប្រទេសត្រឡប់ទៅរកអំពើហិង្សាឡើងវិញ The situation in South Sudan is very delicate. The people you would want ស្ថានភាពក្នុងប្រទេសស៊ូដង់ខាងត្បូងមានលក្ខណៈពិបាកខ្លាំងណាស់មនុស្សដែលយើងចង់យកទៅតុលាការនៅកាន់អាវុធនៅឡើយនៅពេលពួកគេដឹងថាពួកគេមិនត្រូវបានការពារទេពួកគេនឹងបង្កចលាចលព្រោះពួកគេមានអាវុធប៉ុន្តែយុត្តិធម៌គឺជាតម្រូវការដ៏ចម្បងមួយរបស់ប្រជាជនស៊ូដង់ខាងត្បូងដែលរស់រានមានជីវិតក្រោយសង្គ្រាមសកម្មជនសិទ្ធិមនុស្សលោក Edmund Yakani បាននិយាយថាអត្ថបទនេះគឺជាចេតនាមួយដើម្បីឲ្យអក្រិតជនសង្គ្រាមនៅក្នុងជួររដ្ឋាភិបាលអាចគេចផុតពីតុលាការបានលោកនិយាយថាប្រសិនបើគ្មានតុលាការទេនោះការរំលោភបំពាននឹងនៅតែបន្ត That confirms to me how they as a politicians ចំពោះខ្ញុំការធ្វើដូច្នេះបញ្ជាក់ថាពួកគេជាអ្នកនយោបាយដែលកំពុងប្រើអំពើហិង្សាជាមធ្យោបាយក្នុងការទិញអំណាចពីព្រោះប្រសិនបើពួកគេជឿថាការប្រើអំពើហិង្សាមិនមែនជាជំរើសនៃការទិញអំណាចនោះពួកគេអាចជំរុញឲ្យមានតុលាការដើម្បីនៅថ្ងៃមុខអ្នកដទៃនឹងមិនប្រើអំពើហិង្សាជាមធ្យោបាយទិញអំណាចទៀតទេប៉ុន្តែខ្ញុំគិតថាដោយសារបច្ចុប្បន្ននេះពួកគេមានអំណាចគេគិតថាមិនចាំបាច់មានតុលាការស្វែងរកយុត្តិធម៌ទេដោយឡែកអ្នកគាំទ្ររបស់លោក Machar ចង់ឲ្យមានតុលាការយ៉ាងខ្លាំងដោយបាននិយាយថាពួកគេជាមុខសញ្ញារបស់ក្រមទាហានរបស់លោក Kerr លោក Jacob Chol សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Juba បាននិយាយថាប្រសិនបើលោក Machar មិនយល់ស្របនឹងការបង្កើតតុលាការកូនកាត់នេះអ្នកគាំទ្ររបស់លោកនឹងលែងដើរតាមលោកទៀតហើយ So if you say that look I want to live justice they will say look then you are not serious ប្រសិនបើគាត់និយាយថាគឺឲ្យចេះខ្ញុំមិនចង់មានតុលាការទេអ្នកគាំទ្រនឹងមើលគាត់ហើយនិយាយថាបើអញ្ចឹងលោកមិនមែនជាមនុស្សប្រកបប្រជាទេពួកគេនឹងយល់ថាគាត់ជាមនុស្សកុហកនិងជាអ្នកនយោបាយអាក្រក់ម្នាក់លោកនីយ៉ាជីរ៉ូម៉ាន់អ្នកនាំពាក្យរងរបស់លោក Machar បានចោទភាគីខាងលោក Kerr អំពីការដាក់បញ្ជូនអត្ថបទនេះដោយគ្មានការយល់ព្រមពីអនុប្រធានាធិបតីលោក Anthony អ្នកនាំពាក្យរបស់លោក Kerr បានសារភាពថាលោកប្រធានាធិបតីនិងលោក Machar មិនបានសរសេរអត្ថបទនោះទេលោកនិយាយថាវាចេញពីការិយាល័យរបស់លោកដោយមានជំនួយពីក្រុមជំនាញផ្នែកទំនាក់ទំនងសាធារណៈអន្តរជាតិប៉ុន្តែលោកបានអះអាងថាលោក Machar បានយល់ព្រមឲ្យចេញផ្សាយអត្ថបទនេះលោក Roman បាននិយាយថាអតីតភាគីអ្នកបះបោរដែលមានឈ្មោះក្រុមប្រឆាំង SPLM-IN
និងសហប្រតិបត្តិការតាមនីតិវិធីតុលាការ We don't mind if there is enough evidence that can link any one of our SPLM ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់បង្ហាញថាសមាជិក SPLM-IO មានពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិណាមួយនោះយើងនឹងប្រគល់ពួកគេទៅឲ្យតុលាការយើងមិនប្រកាន់ទេ កាសែត The New York Times មិនបានឆ្លើយតបនឹងសំណួររបស់ VOA ពាក់ព័ន្ធនឹងការដាក់ឈ្មោះលោកម៉ាឆាថាជាអ្នកសរសេរអត្ថបទនោះទេទោះជាយ៉ាងណាក៏ដោយលោកសាស្ត្រាចារ្យ Chol បាននិយាយថាហេតុការណ៍នៃរឿងនេះបង្ហាញពីភាពមិនទុកចិត្តគ្នារវាងលោកខឺនិងលោកម៉ាឆាដែលបានចូលរួមក្នុងរដ្ឋាភិបាលរូបរមមួយកាលពីខែមេសាកន្លងទៅនេះលោក Chol បានបន្ថែមថាការពិតដែលរដ្ឋាភិបាលគ្រប់គ្រងអត្ថបទអ្នកនិពន្ធនេះបង្ហាញថាពួកគេអាចភ័យខ្លាចថាតុលាការអន្តរជាតិអាចនឹងសម្រេចកាត់ទោសសមាជិកមួយចំនួនរបស់ពួកគេបាន So there's a lot of worry from the government perspective that the court is going to take រដ្ឋាភិបាលមានការបារម្ភច្រើនណាស់ដោយសារមនុស្សជាច្រើនក្នុងជួររដ្ឋាភិបាលនឹងត្រូវនាំខ្លួនចូលតុលាការនោះចំពោះប្រជាជនស៊ូដង់ខាងត្បូងការជជែកវែកញែកអំពីយុត្តិធម៌សម្រាប់ឧក្រិដ្ឋកម្មសង្គ្រាមគឺមិនងាយនឹងចប់ឡើយពីរដ្ឋធានី Washington ខ្ញុំហុងចិន្តា VOA លោកអ្នកនាងកំពុងតែស្ដាប់ការផ្សាយរបស់ VOA សម្លេងសាររដ្ឋអាមេរិកផ្សាយពីរដ្ឋធានី Washington ប្រទេសកាមេរូនកំពុងខិតខំប្រឹងប្រែងបង្ក្រាបការបាញ់សម្លាប់ដំរីនិងការរត់ពន្ធភ្លុកដំរីការរឹបអូសភ្លុកដំរីកាលពីពេលថ្មីៗនេះបាននាំឲ្យពួកមន្ត្រីបង្កើនការឃ្លាំមើលតាមសមុទ្រនិងតំបន់ព្រំដែនលោក Moki Edwin Kinseka រាយការណ៍ពីទីក្រុង Yaoundé ហើយលោកឈឹមសុមេតជូនសេចក្តីប្រាយសម្រួលដូចតទៅបរិះនេះកំពុងជជែកបង្ហាញហេតុផលជាមួយពួកប៉ូលីសនៅឯស្ថានីយ៍ពួកគេនៅជិតក្រុងកាំពូនៅលើព្រំដែនខាងត្បូងនៃប្រទេសកាមេរុនជាមួយប្រទេសហ្គាប៊ុងនិងប្រទេសហ្គីណេអ៊ីក្វាតូរីយ៉ាល់បរិះនេះបានត្រូវចាប់ខ្លួនជាមួយមនុស្ស45នាក់ទៀតគាត់និយាយថាគាត់គ្រាន់តែជាអ្នកដំណើរម្នាក់នៅក្នុងកប៉ាល់នេះក៏ប៉ុន្តែលោក George Muncharu មន្ត្រីជាន់ខ្ពស់កាមេរុនខាងសត្វព្រៃនៅក្នុងតំបន់នោះនិយាយថានាវានោះមានកុងតឺន័រ3ផ្ទុកដោយភ្លុកដំរីប្រមាណ200គីឡូក្រាមការរកឃើញនេះជាសំណាងល្អមួយ Un bateau en provenance de Libreville et qui allait au Nigeria qui avait des problèmes d'approvisionnement en carburant លោក Muncharu និយាយថាកប៉ាល់នេះអស់ប្រេងឥន្ធនៈកាលពីថ្ងៃអង្គារទី14ខែមិថុនាហើយត្រូវតែបោះយុទ្ធការក្នុងដែនទឹកនៃប្រទេសកាមេរុននាវានេះបានធ្វើដំណើរពីប្រទេសហ្គាប៊ុងទៅកាន់ប្រទេសនីហ្សេរីយ៉ាលោកថ្លែងថាពួកមន្ត្រីកាមេរុនចាប់អារម្មណ៍អំពីកប៉ាល់នេះនៅពេលវាកំពុងបញ្ចូលប្រេងឥន្ធនៈហើយក៏សង្ស័យថានាវានេះជារបស់ពួកអ្នកជួញដូរភ្លុកដំរីហើយពួកគេក៏បានឡើងលើកប៉ាល់នោះដើម្បីឆែកឆេរលោកនិយាយថានេះជាលើកដំបូងហើយដែលអាជ្ញាធរកាមេរុនបានរកឃើញភ្លុកដំរីនៅក្នុងកប៉ាល់សមុទ្រមួយគ្រឿងលោក Muncharu បាននិយាយថាអ្នកដែលជិះនៅលើកប៉ាល់នេះមកពីប្រទេសនីហ្សេរីយ៉ា Benin កាមេរុន Gambie និងប្រទេស Niger មនុស្ស12នាក់បានត្រូវឃាត់ខ្លួនដើម្បីធ្វើការស៊ើបអង្កេតថែមទៀតលោក Gawang Abesolo François ជាមន្ត្រីជាន់ខ្ពស់ខាងកម្មវិធីក្នុងផ្នែកកណ្ដាលនៃទ្វីបអាហ្វ្រិកសម្រាប់បណ្ដាញឃ្លាំមើលពាណិជ្ជកម្មសត្វព្រៃ traffic លោកនិយាយថាគេមានជំនឿថាភ្លុកដំរីទាំងនេះបានត្រូវប្រមូលយកពីដំរីដែលបានត្រូវសម្លាប់នៅក្នុងប្រទេសកាមេរុននិងប្រទេសហ្គាប៊ុង Le revenu moyen de l'asiatique notamment Chine, Thaïlande et autres est assez élevé et il s'est développé en eux le souci លោក François និយាយថាពួកប្រទេសអាស៊ីមានតម្រូវការវត្ថុប្រណិតច្រើនជាងមុនដោយមានរួមបញ្ចូលទាំងភ្លុកដំរីផងដែរនៅពេលដែលប្រាក់ចំណូលពួកគេបានកើនច្រើនលោកថ្លែងថាគេបានរកឃើញថាភ្លុកដំរីអាហ្វ្រិកឡើងថ្លៃដល់$3,000ក្នុង1គីឡូក្រាមក្នុងផ្សារងងឹតហើយដោយសារតែតម្លៃដ៏ថ្លៃនេះហើយបានជាធ្វើឲ្យពួកអ្នកជួញដូរភ្លុកដំរីមកពីប្រទេសនានាក្នុងប៉ែកកណ្ដាលនៃទ្វីបអាហ្វ្រិកហ៊ានប្រថុយគ្រោះថ្នាក់លោកបាននិយាយថាពួកអ្នកជួញដូរបានកាត់ភ្លុកដំរីហើយលាក់វាក្នុងវត្ថុសិល្បៈឬព្រំហើយជួនកាលបានកិនភ្លុកដំរីឲ្យទៅជាម្សៅហើយដាក់វាក្នុងធុងប្រេងទ្វីបអាហ្វ្រិកកំពុងជួបប្រទះនឹងការសម្លាប់សត្វមានតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលក្នុងនោះមានទាំងប្រទេសកាមេរុនផងដែរតាមការស្ទង់ប្រមាណមួយថា
តំបន់កណ្ដាលនៃទ្វីបអាហ្វ្រិកបានបាត់បង់ជិត 2/3 នៃចំនួនដំរីរបស់ខ្លួនចាប់តាំងពីឆ្នាំ 2004 មកប្រទេសកាមេរុនបានផ្ដោតការយកចិត្តទុកដាក់លើអោឈានជាតិដោយបានដាក់ពង្រាយពុទ្ធិហិនដើម្បីតាមរកក្រុមជនប្រមាញ់ដំរីផងដែរកាលពីពេលមុននេះក្នុងខែមិថុនាមនុស្ស7នាក់ជាមួយភ្លុកដំរីដែលបានត្រូវកាត់ពីដំរី24ក្បាលបានត្រូវចាប់ខ្លួននៅក្នុងអោឈានជាតិខាំប៉ូម៉ាអាននិងនៅឯព្រំដែនខាងត្បូងរបស់ប្រទេសលោក Joseph Achalike នាយកផ្នែកការពារសត្វព្រៃជិតផុតពូជនៃប្រទេសកាមេរុនបាននិយាយថាប្រហែលមានការជួញដូរភ្លុកដំរីតាមសមុទ្រច្រើនទៀត Sur le terrain, les mesures sécuritaires sont prises, sont un peu plus peaufinées, mais elles ne peuvent pas être efficaces si la population អាឆាលីកេនិយាយថាពួកគេបានពង្រឹងការឃ្លាំមើលតាមសមុទ្រនិងបានធ្វើការជាមួយប្រទេសជិតខាងដើម្បីឲ្យដឹងឈ្មោះពួកម្ចាស់នាវានិងដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះផងដែរក៏ប៉ុន្តែលោកថ្លែងថាពួកគេពឹងពាក់ច្រើនណាស់លើប្រជារាស្ត្រដើម្បីប្រាប់ពួកគេឲ្យដឹងអំពីសកម្មភាពមានការសង្ស័យកាលពីខែមេសាប្រទេសកាមេរុនបានដុតភ្លុកដំរី 2000 ដែលបានត្រូវរឹបអូសយកបានដែលជាការបង្ហាញកម្លាំងប្រឆាំងពួកអ្នកប្រមាញ់ដំរីពាណិជ្ជកម្មភ្លុកដំរីអន្តរជាតិបានត្រូវហាម5ក្នុងឆ្នាំ1989តទៅនេះជាបទពិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរដ្ឋាភិបាលអាមេរិកកាំងកាលពីខែឧសភាកន្លងទៅនេះកងកម្លាំងសន្តិសុខអ៊ីរ៉ាក់រួមទាំងសមាជិកក្រុមកាន់សាសនាអ៊ីស្លាមនិកាយស៊ីអ៊ីតដ៏ធំមួយដែលជាកងកម្លាំងពលរដ្ឋរួមគាំទ្រដោយរដ្ឋាភិបាលអ៊ីរ៉ង់បានចាប់ផ្ដើមសម្រុកចូលក្នុងទីក្រុង Fallujah ដើម្បីរំដោះទីក្រុងនេះពីការកាន់កាប់របស់ក្រុម ISIS កងកម្លាំងទាំងអស់នេះត្រូវបានក្រុមសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិកជួយគាំទ្រតាមរយៈការជួយវាយប្រហារតាមយន្តហោះចម្បាំងនាពេលថ្មីៗនេះរដ្ឋាភិបាលអ៊ីរ៉ាក់បានប្រកាសថាខ្លួនបានបង្ខាំងយុទ្ធជនជាច្រើនអ្នកក្នុងអំឡុងពេលធ្វើការស៊ើបអង្កេតអំពីការរំលោភសិទ្ធិមនុស្សដែលអាចកើតមានឡើងចំពោះជនស៊ីវិលដែលបានរត់គេចចេញពីទីក្រុង Fallujah អ្នកសង្កេតការសិទ្ធិមនុស្សរួមទាំងលោក Zeid Ra'ad ស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានលើកឡើងថាមានសេចក្តីរាយការណ៍ដ៏គួរឲ្យជឿទុកចិត្តអំពីការរំលោភបំពានផ្សេងៗដូចជាការធ្វើទារុណកម្មនិងការសម្លាប់ជាដើមដែលបានប្រព្រឹត្តលើបុរសនិងកុមារាដែលកាន់សាសនាអ៊ីស្លាមនិកាយសាននីខណៈពេលដែលពួកគេបានរត់គេចខ្លួនចេញពីទីក្រុង Fallujah លោក Zeid បានអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់បង្ហាញនូវការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការការពារជនស៊ីវិលដោយធ្វើការស៊ើបអង្កេតឲ្យបានពេញលេញទៅលើសេចក្តីរាយការណ៍ដែលថាប្រជាពលរដ្ឋដែលបានរងគ្រោះក្នុងការរស់នៅដោយក្នុងឋាននរកក្រោមការគ្រប់គ្រងរបស់ក្រុម ISIS អស់រយៈពេល2ឆ្នាំកន្លះនិងដែលបានជួបប្រទះនូវបញ្ហាលំបាកនិងគ្រោះថ្នាក់ជាច្រើនមហិមាក្នុងពេលគេចរួចផុតជីវិតចេញពីទីក្រុង Fallujah ឥឡូវនេះបានជួបប្រទះនូវគ្រោះថ្នាក់នៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទ្វេដងថែមទៀតបន្ទាប់ពីពួកគេបានគេចរួចខ្លួនមកអ្នកដែលមានការទទួលខុសត្រូវលើការរំលោភបំពានទាំងអស់នេះត្រូវតែនាំយកមកកាត់ទោសអ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mark Toner បានមានប្រសាសន៍ថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរាយការណ៍ដែលថាជនស៊ីវិលនៅក្នុងទីក្រុង Fallujah និងនៅតំបន់ក្បែរៗនោះបានទទួលរងគ្រោះពីការធ្វើទារុណកម្មការរំលោភបំពាននិងមានករណីខ្លះរហូតទៅដល់ការសម្លាប់ក៏មាន Prime Minister Abadi though has clearly laid out instructions to Iraqi forces លោកនាយករដ្ឋមន្ត្រី Abadi បានផ្ដល់ការណែនាំយ៉ាងច្បាស់លាស់ដល់កងកម្លាំងអ៊ីរ៉ាក់រួមទាំងកងកម្លាំងពលរដ្ឋរួមឲ្យការពារជនស៊ីវិលនិងគោរពសិទ្ធិមនុស្សធម៌ពួកយើងគាំទ្រនៅសារនេះហើយពួកយើងក៏គាំទ្រនៅចំណាត់ការនេះផងដែរលោក Toner បានគូបញ្ជាក់ថាឥឡូវនេះមេដឹកនាំកងកម្លាំងពលរដ្ឋរួមមួយចំនួនបានធ្វើការបដិញ្ញាចិត្តជាសាធារណៈក្នុងការការពារជនស៊ីវិលនិងនាំអ្នករំលោភបំពានមកកាត់ទោសបន្ថែមពីលើនេះទៀតលោកបានបញ្ជាក់អំពីការវិវត្តបែបវិជ្ជមានរបស់រដ្ឋាភិបាលអាបាឌីដែលបានប្រកាសថានឹងធ្វើការស៊ើបអង្កេតលើការរំលោភបំពាននិងធ្វើការចាប់ខ្លួនឧក្រិដ្ឋជនពាក់ព័ន្ធនឹងបញ្ហាទូទៅនៃដំណោះស្រាយចំពោះភាពតានតឹងចំនួននិកាយសាសនានៅក្នុងប្រទេសអ៊ីរ៉ាក់លោក Toner បានមានប្រសាសន៍ថានៅទីបំផុតមេដឹកនាំនយោបាយក្នុងប្រទេសអ៊ីរ៉ាក់ទាំងអស់ត្រូវតែធ្វើសេចក្តីសម្រេចចិត្តដែលអាចបង្រួមប្រទេសបាននិងមិនត្រូវគាំទ្រឲ្យមានចំនួននិកាយសាសនាឡើយយើងបន្តគាំទ្ររដ្ឋាភិបាលនិងជាពិសេសគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រីអាបាឌីក្នុងការធ្វើឲ្យបានសម្រេចនៅទិសដៅខាងលើនេះ
លោកអ្នកទើបតែបានស្ដាប់បទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរដ្ឋាភិបាលអាមេរិកកាំងអស់លោកអ្នកនាងជាទីមេត្រីនៅក្នុងការផ្សាយរបស់ VOA នៅព្រឹកស្អែកនេះពីម៉ោង 5 ដល់ម៉ោង 5:30 នាទីសូមលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ព័ត៌មានថ្មីៗពីប្រទេសកម្ពុជាពីតំបន់អាស៊ីនិងពីជុំវិញពិភពលោកតទៅទៀតនេះនាងហុងចិន្តានឹងជូនព័ត៌មានអន្តរជាតិបញ្ចប់ចាសសូមអញ្ជើញចិន្តាចាសសូមអរគុណអ្នកស្រីម៉ូរីវ៉ាន់ប៉ុន្មានម៉ោងក្រោយពីមានការវាយប្រហារដោយអំពើភេរវកម្មនៅក្នុងទីក្រុងនីសភាគខាងត្បូងប្រទេសបារាំងនាយករដ្ឋមន្ត្រីបារាំងលោក Manuel Valls បានបង្កឲ្យមានការរិះគន់ដោយខឹងសម្បានៅពេលដែលលោកបានថ្លែងថាពេលវេលាប្រែប្រួលហើយបារាំងគួររៀនរស់នៅជាមួយអំពើភេរវកម្មនៅលើបណ្ដាញសង្គម Twitter មានបុគ្គលមួយចំនួនបានហៅសេចក្តីថ្លែងការណ៍នេះថាឆ្កួតហើយបុគ្គលមួយរូបទៀតបាននិយាយថានេះគឺជាប្រព័ន្ធដ៏គួរឲ្យសោកសង្រេងមួយនៅក្នុងសម័យកាលរបស់ពួកយើងគេហទំព័រអភិរក្សនិយម Hit Street ស្ដីបន្ទោសថាសម្ដីនេះគឺជាការបាក់ស្បាតយ៉ាងខ្លាំងពេលវេលាដែលលោក Walls ចេញសេចក្តីថ្លែងការណ៍នេះប្រហែលជាមានអ្នកខ្លះចាត់ទុកថាมันបានគិតឲ្យបានដិតដល់នោះទេប៉ុន្តែសេចក្តីថ្លែងការណ៍នេះក៏បានឆ្លុះបញ្ចាំងពីទស្សនវិជ្ជាជាក់ស្ដែងផងដែរលោក Colin Clark អ្នកវិទ្យាសាស្ត្រនយោបាយនៅឯវិទ្យាស្ថាន Rancop បានថ្លែងថាលោកយល់ស្របនឹងសេចក្តីថ្លែងការណ៍នេះហើយលោកក៏បាននិយាយបន្ថែមថាពួកយើងត្រូវរៀនរស់នៅជាមួយអំពើភេរវកម្មវាខុសពីសម័យកាលពីការវាយប្រហារភេរវកម្មកាលពីថ្ងៃទី11ខែកញ្ញាលោក Daniel Benjamin អតីតអ្នកសម្របសម្រួលការប្រឆាំងអំពើភេរវកម្មនៅក្រសួងការបរទេសអាមេរិកបានហៅសេចក្តីថ្លែងការណ៍នេះថាឆ្លៀសវៃ Direct from Washington The Voice of America VOA ក្រុមអ្នកកាន់ទុកបានប្រមូលផ្ដុំគ្នានៅទីក្រុង Baton Rouge រដ្ឋ Louisiana សហរដ្ឋអាមេរិកដើម្បីរំលឹកដល់ជនរងគ្រោះ Alton Sterling ដែលជាបរិសុទ្ធជនជាតិស្បែកខ្មៅដែលត្រូវបានប៉ូលីសបាញ់សម្លាប់កាលពីសប្តាហ៍មុនក្រុមគ្រួសារនិងមិត្តភ័ក្តិរបស់ Sterling ក៏ដូចជាសកម្មជនជាន់ខ្ពស់រួមមានមេដឹកនាំសិទ្ធិបុព្វជិត Jesse Jackson និងបុព្វជិត Al Sharpton បានចូលរួមពិធីរំលឹកនេះកាលពីថ្ងៃសុក្រនៅឯសាកលវិទ្យាល័យ Southern ដែលជាសាកលវិទ្យាល័យប្រវត្តិសាស្ត្ររបស់ពួកស្បែកខ្មៅលោកបុព្វជិត Sharpton បានអំពាវនាវរកយុត្តិធម៌ចំពោះការស្លាប់របស់ Sterling ដោយបានលើកឡើងថាធ្វើខុសត្រូវតែកែខ្លួនហើយធ្វើខុសត្រូវទទួលខុសត្រូវលោកបុព្វជិត Jackson បានថ្លែងថាអាវុធដ៏ខ្លាំងបំផុតរបស់យើងមិនមែនជាកាំភ្លើងឬអំពើហិង្សានោះទេមានតែអំពើត្រឹមត្រូវតែប៉ុណ្ណោះហើយលោកក៏បានបន្ថែមទៀតថាមានអំណាចនៅក្នុងឈាមរបស់ជនដែលគ្មានកំហុសប្រសិនបើការស្លាប់របស់ Alton Sterling បណ្ដាលមកពីការបាញ់ប្រហារទៅមកឬគ្រឿងញៀនឬអំពើប្លន់នោះពួកយើងមិនមានវត្តមាននៅទីនេះនោះទេលោកប្រធានាធិបតីទូគី Recep Tayyip Erdogan បានធានាជាថ្មីឡើងវិញថាលោកជាអ្នកកាន់អំណាចក្នុងប្រទេសទូគីហើយការប៉ុនប៉ងធ្វើរដ្ឋប្រហារដោយសមាជិករបស់យោធាមួយចំនួនបានបញ្ចប់ហើយក៏ប៉ុន្តែសម្លេងគ្រាប់បែកនិងសម្លេងស្នូកំភ្លើងនៅតែបន្តឮសូរនៅទូទាំងរដ្ឋធានីអង្ការ៉ានិងទីក្រុងអ៊ីស្តង់ប៊ុលរហូតដល់ព្រឹកថ្ងៃសៅរ៍នេះហើយពួកគេនៅមិនទាន់ច្បាស់នៅឡើយទេថានរណាជាអ្នកគ្រប់គ្រងទីស្នាក់ការយោធានៅក្នុងរដ្ឋធានីអង្ការ៉ាកម្មវិធីផ្សាយរបស់ VOA នៅវេលាយប់នេះចប់តែត្រឹមនេះក៏ប៉ុន្តែលោកអ្នកអាចស្ដាប់ឬអានព័ត៌មាន VOA ឡើងវិញបានតាមរយៈគេហទំព័រដែលមានអាសយដ្ឋានkhmer.voanews.com ហើយនៅព្រឹកស្អែកសូមលោកអ្នករងចាំស្ដាប់ការផ្សាយបន្តផ្ទាល់របស់ VOA ពីម៉ោង 5 ដល់ម៉ោង 5:30 នាទីតាមរលកវិទ្យុ31និង49ម៉ែត្រត្រូវនឹងកម្រិត 9320 5915 និង 1575 kHz សូមលោកអ្នកនាងប្រកបដោយសុភមង្គលគ្រប់ប្រការរាត្រីសួស្តី
This program has come to you from the Voice of America, Washington.ភ្នែកបានយំទាំងអស់ស្រណោះបោកខ្លួនបោកប្រានខ្មែរមើលសែនមានដាយអ្នកខ្លាងត្រឡាហមគង់ទេខ្មែរយំស្ដាយអើយសែនស្ដាយស្ដាយអើយសែនស្ដាយដែលក្រហាយក្នុងចិត្តក្រុមគ្នាខឹងនឹងខ្មាំងរស្យាចាប់ក្រឡាមគង់ខ្មែរស្លាប់រស់រឿងជាតិហៅអ្នករាំងបរងក្រឡាហមបាត់មែនរូបឆោមសំផស្សតែប្រលឹងនៅរួងគេឈ្មោះកេនតយួងដាស់អងកលបុត្រសងសឹកប្រយុទ្ធកុំស្លុតកាន់អាវុធយកជ័យខ្មែរប្រុសស្រីក្រោកឡើងគ្មានភ្លើងណាក្តៅជាងភ្លើងចិត្តស្នេហាជាតិក្តៅជាងអ្វីទាំងអស់លឿងទុំមេឃយំស្ដាយតែសុរិយាដូចខែមរាកំពុងយំដែរស្ដាយស្រណោះវារាំងបរោះម្លេះទេអោខ្មែរអើយខ្មែរអើយត្រូវតែស្នេហ៍ជាតិឲ្យស្មងច្បាំងហើយនឹងភ្នែកស្រស់ស្រស់មើលចងរស់តែស្មោះនឹងខ្មែរមិនខ្លាចទេមរណាអនិច្ចាក្រឡាមគង់លោកស្មងត្រង់នឹងជាតិមិនភ្លេចលោក